Susday បងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel របស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំមកបង្ហាញចែកម្លែកបងប្អូនទាំងអស់គ្នាពីរបៀបនៃការអ៊ុតជើងអាវខាងក្រោមឲ្យចេញខ្លែបបែបនេះណាបងប្អូនតើជាដំបូងហ្នឹងគឺយើងវាកញ្ញាចឹងណាយើងចាប់ផ្ដើមដាក់ដៃយើងបែបចេះបងប្អូនចាប់លូកដៃយើងបែបជាពីមចឹងមកត្បៀតវាឲ្យយើងទប់ទៅបងប្អូនបន្តមកទៀតយើងចាប់ដើមអ៊ុតសកាត់កន្លែងថ្នេរទ្រូងបលាស់ទី1ហ្នឹងណាតាំងពីលើតាមផ្នែកខាងលើនឹងឲ្យត្រង់ចំកន្លែងហ្នឹងមកហើយយកឈើសកាត់ទៅបងប្អូនហើយកដាលហ្នឹងយើងត្រូវឲ្យកលុកបែបហ្នឹងបើសិនជារៀងមៀតធំហើយយើងអាចលូកឈើបានតែលូកឈើបានបងប្អូនតែគ្រាន់ថាវារៀងត្បៀតទីចឹងណាពិបាកខ្ញុំប្រើដៃប៉ុន្តែនៅខាងដើមខាងចុងវីដេអូគឺខ្ញុំអាចយកឈើសកាត់បានអញ្ចឹងយើងអ៊ុតបែបហ្នឹងទៅយើងប្រើដៃអញ្ចឹងទៅបន្ទាប់មកទៀតយើងអ៊ុតពីលើវិញម្ដងបងប្អូនអ៊ុតផ្នែកខាងលើណាឲ្យវាឡើងបែបមាត់ចាបមកបងប្អូនហើយយើងដាក់ឈើសកាត់ថ្នមអែបតែចុងយើងអ៊ុតហ្នឹងណាយើងប្រើឈើទូចក៏មានប្រយោជន៍ធំក៏មានប្រយោជន៍បងប្អូនទូចយើងសកាត់តាមបន្លោះធ្នេរទូចនេះបងប្អូនគឺយើងសោកចឹងទៅសោកដៃបែបហ្នឹងគឺវាដឹងតែឡើងខ្លែបបែបចឹងតែម្ដងបើយើងចង់ឲ្យឡើងខ្លែបចឹងណាកុំឲ្យអ៊ុតសកាត់បងប្អូនយើងអ៊ុតសកាត់បង្ងាប់ធ្នេរអត់ស្អាតវិញទេវាឃើញស្នាមអត់ស្អាតទេអញ្ចឹងតិចនិចវិធីសាស្ត្រដែលខ្ញុំរកបានខ្លួនឯងឃើញខ្លួនឯងគឺខ្ញុំធ្វើបែបនេះណាបងប្អូនសម្រាប់ម៉ូតអាវនេះជាបងប្អូនទាំងអស់គ្នាចង់អ៊ុតឲ្យឃើញលោកបែបហ្នឹងបងប្អូនអាចសាកល្បងធ្វើទៅហើយនៅពេលដែលយើងអ៊ុតយើងទុករហូតដល់ត្រជាក់បងប្អូនកុំឲ្យអ៊ុតហើយយើងលើកកញ្ញាបោះកុំបោះយើងអ៊ុតហើយយើងរៀបវាដាក់លើតុឲ្យថឹងសាច់ឲ្យត្រជាក់ណាបងប្អូននេះយើងអ៊ុតក្បែរនឹងចូលអែបហ្នឹងណាបងប្អូនអែបបន្លោះហ្នឹងទៅហើយយើងប្រើឆ្នាំងអ៊ុតសកាត់ទៅគឺវារៀបស្អាតហើយឃើញទេបងប្អូនពេលដែលយើងលូកឆ្នាំងអ៊ុតចឹងទៅឃើញលូកឈើដល់ចឹងណាដាក់បន្លោះកដាលហ្នឹងឃើញឡើងថ្លែបស្អាតទេពេលភ្ញៀវយើងពាក់មកគឺឡើងហឡកបែបហ្នឹងតែម្ដងណានេះនៅពេលដែលខ្ញុំអ៊ុតរួចរាល់បងប្អូននេះបង្ហាញនេះគឺផ្នែកខាងមុខទេផ្នែកខាងក្រោយគឺខ្ញុំអ៊ុតរួចរាល់ហើយអញ្ចឹងខ្ញុំបង្ហាញផ្នែកខាងមុខឲ្យបងប្អូនទាំងអស់គ្នាមើលហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះណាតាំងពីដើមរហូតមកដល់នាទីនេះវីដេអូហ្នឹងគឺចង់ចែកម្លែកពីការអ៊ុតនឹងឯងបងប្អូនព្រោះរបៀបនៃការអ៊ុតអាវគឺយើងត្រូវមានតិចនិចនៃការអ៊ុតដែរទៅរាងអាវនោះពាក់ទៅគឺចេញរាងស្អាតបែបនេះណាបងប្អូននេះគឺភ្ញៀវរបស់ខ្ញុំពាក់ផ្នែកខាងក្រោយគឺវាឡើងតម្រង់បែបយើងអ៊ុតនឹងតែម្ដងណាបងប្អូនអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតមកដល់ចុងក្រោយនៃវីដេអូចាំជួបគ្នាជាមួយនឹងវីដេអូថ្មីជាបន្តទៀតនៅពេលក្រោយអរគុណច្រើនជំរាបលាបាយបាយ